ធ្លាប់ទៅលេងស្ថាននរកទេជាសំណួររបស់បុរសចំណាស់ម្នាក់សួរទៅអ្នកដែលអង្គុយក្បែរខណៈដែលរថភ្លើងចេញដំណើរបាទជំរាបសួរពុកម៉ែបងប្អូនស្វាគមន៍មកកាន់ Channel ទំព័ររឿងព្រេងថ្ងៃនេះយើងមកស្ដាប់រឿងថ្មីមួយទៀតគឺរឿងបង្រៀននិទានរឿងខ្មោចយប់មួយនៅគុកទួលស្លែងមានការប្រឡងនិយាយរឿងខ្មោចដណ្ដើមជ័យលាភីទឹកប្រាក់ 100000 រៀលបង្រៀននិទានរឿងខ្មោចជាឈ្មោះកម្មវិធីនេះដែលអ្នកផ្ដើមគំនិតគឺលោកចော့ពេលអ្នកសម្របសម្រួលអញ្ជើញឲ្យមានប្រសាសន៍បើកម្មវិធីក្នុងទឹកមុខដ៏ស្វាហាប់លោកចော့មានប្រសាសន៍មួយស្ដាប់ទៅសែនតឹងទ្រូងជាបឋមខ្ញុំសូមអរគុណអ្នកសម្របសម្រួលដែលបានឲ្យខ្ញុំនិយាយបើកម្មវិធីនិងសូមអរគុណបងប្អូនកូនក្មួយជាពិសេសនាងកញ្ញាទាំងអស់ហើយនិងកូនក្មេងតូចនិងជាពិសេសបេក្ខជនប្រឡងទាំងឡាយដែលមានវត្តមាននៅទីកន្លែងនេះជាដំបូងខ្ញុំសូមជម្រាបសួរលោកបុត្រប្រធានផ្នែកអនាម័យប្រចាំនៅគុកទួលស្លែងដែលលោកបានជួយជ្រោមជ្រែងរៀបចំកន្លែងដ៏គួរសមសម្រាប់កម្មវិធីនេះបន្តទៀតខ្ញុំសូមជម្រាបសួរលោកសារៈនាយកគ្រប់គ្រងខាងប្រព័ន្ធអគ្គិសនីប្រចាំគុកទួលស្លែងដែលលោកបានសហការយ៉ាងហ្មត់ចត់ជាមួយយើងខ្ញុំដោយធ្វើការកាច់ប៉ារ៉េតបិទភ្លើងអគ្គិសនីឲ្យងងឹតបង្កើតបរិយាកាសដ៏ព្រឺព្រួចសម្រាប់ពេលនេះនិយាយដល់ត្រឹមនេះលោកចော့គាត់ផ្អាកអស់មួយស្របក់ទុកឲ្យអ្នកចូលរួមទាំងឡាយបានសម្លឹងមើលជុំវិញខ្លួនហើយម្នាក់ឡើងព្រឹកក្បាលព្រោះទីនោះងងឹតឈឹងមានតែពន្លឺចង្កៀងប្រេងកាតពីរមួយដាក់នៅកន្លែងអ្នកសម្រាប់សម្រួលមួយទៀតដាក់នៅពីមុខលោកចော့ដែលកំពុងនិយាយមិនតែប៉ុណ្ណោះមានក្បាលខ្មោចជ័រចងព្យួរឲ្យហោះទៅហោះមកតាមខ្យល់បក់លមមនឹងធ្វើឲ្យម្នាក់ញ័រស្ទើរអង្គុយមិនជាប់នៅកៅអីទៅហើយអ្នកចូលរួមនៅពេលនោះមានប្រហែលជា20នាក់ដែលសុទ្ធសឹងជាអ្នកចូលចិត្តស្ដាប់រឿងខ្មោចខំទិញសម្បត្តិចូលរួមដែលសម្បត្តិមួយមានតម្លៃ 2000 រៀលលោកចော့ក៏បន្តទៀតសូមជម្រាបសួរផងដែរដល់លោកស៊ុនលីមេក្រុមសន្តិសុខដែលលះបង់ពេលវេលាជួយឈរការពីខ្មោចព្រាយបិសាចមិនឲ្យមករំខានអុកឡុកកម្មវិធីតមកទៀតសូមជម្រាបសួរលោកយាយលោកតាទាំងអស់ជាទីគោរពសូមជម្រាបសួរបងប្អូនកូនក្មួយទាំងឡាយជាទីស្រឡាញ់រាប់អានជាពិសេសសូមជម្រាបសួរបេក្ខជនដែលបានចុះឈ្មោះប្រឡងនិទានរឿងខ្មោចហើយជាពិសេសជាងនេះទៅទៀតសូមជម្រាបសួរដល់បងប្អូនដែលកំពុងអង្គុយនៅខាងក្រោយស្ដាប់ខ្ញុំមិនសូវឮជាចុងក្រោយនិងជាពិសេសបំផុតសូមជម្រាបសួរគណៈមេប្រយោគទាំងអស់ដែលកំពុងអង្គុយនៅតុជាមួយនឹងខ្ញុំដែរនេះដូចជាលោកផាន់លោកស្រីពៅនិងលោកគណៈមេប្រយោគចុងក្រោយម្នាក់ទៀតគឺឈ្មោះខ្ញុំចော့ជាពិសេសខ្ញុំមិនភ្លេចគឺខ្ញុំសូមជម្រាបសួរដល់ប្រលឹងខ្មោចទាំងអស់ដែលបានស្លាប់នៅក្នុងគុកទួលស្លែងនេះដែលជាទីគោរពនិងជាទីកំពុងតែរកពាក្យនិយាយមិនចេញអ្នកអង្គុយស្ដាប់ប៉ុន្មានអ្នកក៏ស្រែកឡើងល្មមឈប់ជម្រាបសួរហើយកុំស៊ីម៉ោងច្រើនពេកចូលកម្មវិធីទៅនៅតែជាពិសេសរហូតនឹងថ្មើរណាបានស្ដាប់រឿងខ្មោចពួកយើងទិញសម្បត្តិមកស្ដាប់រឿងខ្មោចមិនមែនចង់ស្ដាប់លោកជម្រាបសួរគ្នាទេឮបែបនេះលោកចော့ក៏ស្ងាត់មាត់រួចអ្នកសម្របសម្រួលកម្មវិធីក៏និយាយឡើងខ្ញុំសូមជម្រាបសួរលោកយាយលោកតាអ៊ំពូមីងបងប្អូនតូចជាថ្មីចូលកម្មវិធីទៅនៅគួរសមបែបហ្នឹងដល់ភ្លឺមិនតាន់ចូលកម្មវិធីបានផង
សំលេងអ្នកចូលរួមស្រែកអ្នកសម្រាប់សម្រួលធ្វើមុខភ្លឹះមើលទៅក្រដាស់ដែលខ្លួនសរសេរទុកអានគិតមិនទាន់ឃើញត្រូវអានរំលងកន្លែងណាហើយអ្នកចូលរួមចេះតែស្រែកឲ្យចូលកម្មវិធីធ្វើឲ្យអ្នកសម្រាប់សម្រួលនោះឡើងវង្វេងតែបន្ទាប់មកគេក៏ញាត់ក្រដាស់ទៅក្នុងហប៉ៅហើយតាំងចិត្តនិយាយដោយមិនបាច់អានថាអញ្ចឹងចូលកម្មវិធីប្រឡងតែពេលនេះបេក្ខជនយើងមានចំនួនតែ20នាក់ទេហេតុនេះបើបងប្អូនទាំងអស់នៅទីនេះចង់ចូលរួមប្រឡងយើងខ្ញុំនឹងចាប់ទទួលចុះឈ្មោះបន្ថែមពីពេលនេះទៅតែដើម្បីកុំឲ្យបងប្អូនទន្ទឹងរង់ចាំយូរខ្ញុំសូមអញ្ជើញលោកសំរិទ្ធជាបេក្ខជនទី1ឡើងមកនិយាយរឿងខ្មោចមានចំណងជើងថាទេសចរស្ថានរកហើយសូមជម្រាបថាអ្នកចូលរួមទាំងអស់មានសិទ្ធិឲ្យបន្ទុកដល់បេក្ខជនយើងដែរជិះវៀងដើរនិយាយដើមថាគណៈមេប្រយោគយើងនឹងស៊ីសំណោកអញ្ចឹងទេសូមបងប្អូនយកចិត្តទុកដាក់ស្ដាប់ហើយគិតថាតើរឿងណាស្ដាប់ទៅគួរឲ្យខ្លាចជាងពឹងតែលើគណៈកម្មការក៏មិនកើតដែរព្រោះដូចជាបេក្ខជនទី1នេះគឺជាកូនប្រុសលោកចော့កូនប្រុសលោកចော့បង្កើតអញ្ចឹងដល់ពេលហើយលោកសម្រិទ្ធឡើងមកនិយាយនៅកន្លែងខ្ញុំនេះមកហើយសូមទះដៃជូនគាត់មួយផងសំឡេងទះដៃលឺប៉ែប៉ក់រួចគ្រប់គ្នាក៏ផ្ដោតភ្នែកទៅសម្រិទ្ធជាបេក្ខជននិយាយរឿងខ្មោចមុនគេដែលមានរាងស្គមមុខស្រួចមាត់ក៏ស្រួចដែរហើយរឿងរបស់គេនោះគឺរឿងទេសចរឋានរកគឺជាលេខកូដទូរស័ព្ទដែលហៅមកខ្ញុំនៅយប់មួយសំឡេងដ៏ស្រួយស្រេះរបស់នារីម្នាក់ឧទានឡើងជម្រាបសួរនាងខ្ញុំទូរស័ព្ទពីឋាននរុដើម្បីអញ្ជើញលោកមកចូលរួមដើម្បីទេសចរនៅឋានយើងលោកមិនបាច់ភ្ញាក់ផ្អើលអីទេហើយក៏មិនបាច់រៀបចំអីវ៉ាន់អីដែរបន្តិចទៀតនឹងមានក្រុមការងារនៃក្រសួងទេសចរយើងខ្ញុំទៅទទួលប្រលឹងរបស់លោកហើយខាងស្ថានរុយើងនឹងរ៉ាប់រងចំពោះថ្លៃធ្វើដំណើរការស្នាក់នៅនិងការហូបចុកដោយមិនឲ្យលោកចំណាយប្រាក់ផ្ទាល់ខ្លួនឡើយឥឡូវសូមលោកចូលមកសម្រានតាមធម្មតាចុះហើយកុំប្រាប់នរណាពីរឿងនេះឲ្យសោះបើមិនដូច្នោះទេយើងខ្ញុំនឹងលុបចោលការអញ្ជើញនេះជម្រាបលាប្រញាប់ដល់ហើយនារីខ្មោចម្នាក់នេះនិយាយលឿនដូចម៉ាស៊ីនហើយអត់ទុកឱកាសឲ្យខ្ញុំបានសួរឆ្លើយឆ្លងអីសោះគិតមិនចេះមានគេអញ្ជើញទៅទេសចរឋាននរុបែបនេះវាជាដំណើរទេសចរដ៏អស្ចារ្យបំផុតក្នុងជីវិតរបស់ខ្ញុំម៉ោង12រំលងអាទិត្យក៏មានសេនាខ្មោច2នាក់មកហៅប្រលឹងខ្ញុំចេញពីខ្លួនអញ្ជើញខ្ញុំទៅជិះរថភ្លើងក្រោមដីមួយដ៏ទំនើបនៅទីនោះខ្ញុំឃើញមនុស្សប្រហែល10នាក់អ្នកធ្លាប់ទៅលេងស្ថានរុទេជាសំណួររបស់បុរសចំណាស់ម្នាក់សួរទៅអ្នកដែលអង្គុយក្បែរខណៈដែលរថភ្លើងចេញដំណើរស្ត្រីម្នាក់នោះឆ្លើយតបថាជាលើកទី1ហើយឮថាមិនងាយបានទៅលេងទេណាមុននេះគ្រាន់តែឮគេទូរស័ព្ទប្រាប់ខ្ញុំរំភើបទាល់តែសន្លប់គ្មានបានផ្ដាំផ្ញើកូនចៅអីទេរួចដឹងថាហេតុអីគេអញ្ជើញពួកយើងទៅទេឮថាគេចង់ជូនរង្វាន់ដល់មនុស្សល្អឲ្យបានទស្សនាឋាននរុព្រោះដល់យើងស្លាប់គឺហោះទៅស្ថានសួគ៌តែម្ដងមិនបានចូលលេងឋាននរុទេចុះទៅលេងយូរអត់ខ្ញុំត្រូវមើលថែទាំជំងឺអ្នកម្ដាយជរារបស់ខ្ញុំផងមិនអីទេយ៉ាងយូរមួយយប់ប៉ុណ្ណោះភ្ញាក់ឡើងយើងនៅគេងលើគ្រែក្នុងផ្ទះយើងវិញហើយ
ខ្ញុំក៏ប្រញាប់ទៅធ្វើបុណ្យវិញដែរព្រោះស្អែកត្រូវចុះទៅចែកអំណោយដល់កុមារកំព្រាឯជាយក្រុងផងរថភ្លើងបរទៅមុខគ្មានឈប់កាត់ក្រោមដីដងងងឹតឈឹងរួចក៏ឈប់នៅចំណតស្ថាននរកសំឡេងមួយបានបន្លឺឡើងចេញពីមេក្រូសូមអញ្ជើញអស់លោកស្រីនាងកញ្ញាទាំងអស់ចុះពីរថភ្លើងខណៈនេះលោកអ្នកបានមកដល់ស្ថាននរកហើយខ្ញុំសូមស្វាគមន៍ដំណើរទេសចររបស់លោកអ្នកទាំងអស់គ្នា Lady and Gentlemen ជាសំឡេងជាភាសាអង់គ្លេសផ្ទួនអត្ថន័យពួកយើងក៏នាំគ្នាចុះពីលើរថភ្លើងរួចឃើញខ្មោចជាច្រើនស្លៀកពាក់ស្អាតបាតឈរតម្រៀបគ្នាញញឹមទទួលពួកយើងនារីខ្មោចម្នាក់ទំនងជាមគ្គុទ្ទេសក៍ទេសចរបានបន្លឺណែនាំដល់ក្រុមទេសចរយើងឲ្យស្គាល់លោកអភិបាលក្រុងនេះគឺជាលោកអភិបាលក្រុងនរុរបស់យើងដែលលោកបានអញ្ជើញមកស្វាគមន៍ដំណើររបស់អស់លោកអ្នកទាំងអស់គ្នាខ្ញុំងាកទៅតាមដៃរបស់ម្ចាស់សំឡេងក៏ឃើញបុរសចំណាំម្នាក់ស្លៀកពាក់បុរាណចងក្បិនកំពុងញញឹមពព្រាយមកកាន់ពួកយើងលោកអភិបាលបានមានប្រសាសន៍ថាតាំងនាមខ្ញុំជាអភិបាលក្រុងនរុសូមស្វាគមន៍ភ្ញៀវមនុស្សទាំង10រូបក្រសួងទេសចរស្ថាននរុយើងបានក្រុងរៀបចំដំណើរកម្សាន្តសម្រាប់មនុស្សល្អជិត 1000 ឆ្នាំហើយថ្ងៃនេះលោកអ្នកគឺជាភ្ញៀវមនុស្សល្អចំនួនទី1នៃស្ថានយើងសំឡេងទះដៃលាន់រំពងស្ទើរពេញស្ថាននរកហើយបន្ទាប់មកមនុស្សម្នាក់ក៏ទទួលបាននូវការវិភាគនៃដំណើរកម្សាន្តជាមួយនឹងចិត្តដ៏សែនរំភើបនិយាយដល់ត្រឹមនេះសម្រិតស្ងាត់ជ្រាបធ្វើឲ្យអ្នកស្ដាប់ស្រែកឡើងរួចវាយ៉ាងម៉េចទៀតសម្រិតងាកទៅរកលោកចော့ជាឪពុកទាំងពោលថាចង់ដឹងមិនទៀតសួរគាត់ទៅរួចចុះក្រែងយើងនឹងជាអ្នកប្រឡងនិយាយរឿងខ្មោចអីឲ្យទៅសួរឪយ៉ាងម៉េចអ្នកស្ដាប់ម្នាក់ស្រែកឲ្យគេសម្រិតក៏ឆ្លើយទាំងទឹកមុខក្រញ៉ៅថាបើយល់សពដល់ត្រឹមនឹងឪស្រាប់តែដាស់ឲ្យជូនគាត់ទៅបង្គន់លោកចော့ធ្វើមុខអេះអុញព្រោះបាក់មុខដែរគាត់ខ្លាចខ្មោចមិនហ៊ានក្រោកទៅបង្គន់ពេលយប់តែឯងឯអ្នកស្ដាប់គ្រប់គ្នាក៏ក្រវីក្បាលហួសចិត្តព្រោះរឿងខ្មោចនេះគ្មានអីគួរឲ្យខ្លាចហើយថែមទាំងនិយាយមិនចាប់ចុងចាប់ដើមទៀតរួចពេលនោះក៏មានម្នាក់ស្រែកខ្លាំងណាស់ហើយបើឪដាស់ឲ្យភ្ញាក់ទុកឲ្យអ្នកផ្សេងទៀតនិយាយម្ដងហើយរង្វាន់រឿងនេះចាំយកសពទៅយកនៅឋាននរកទៅអ្នកសម្របសម្រួលក៏ដើរមកកន្លែងនិយាយរឿងផ្លាស់សម្រិតទាំងបន្លឺថាសូមអរគុណចំពោះបេក្ខជនទី1ហើយសូមបងប្អូនអ្នកស្ដាប់ទាំងអស់កុំតន់អាខឹងព្រោះរឿងអំបញ្ញមិញជាប់ឬមិនជាប់ស្រេចតែលើបងប្អូនឲ្យបន្ទុកតែជាបន្តទៀតនេះធានាថាបងប្អូនពិតជាពេញចិត្តព្រមទាំងព្រឺឡើងបាសក់ក្បាលមិនខានអញ្ចឹងសូមស្នូទះដៃឲ្យលោកសឿនជាបេក្ខជនទី2ឡើងមកនិយាយរឿងដ៏រន្ធត់មួយមានចំណងជើងថាកូនខ្មោចនាងណាតសូមអញ្ជើញបាទនាយកំឡោះឈ្មោះសឿនសក់កាត់ខ្លីលាបប្រេងឡើងរលោងស្លៀកពាក់តនុយយ៉ាងលយដើរទៅកាន់ពន្លឺចង្គៀងនិទានរឿងខ្មោចហើយចេះនិយាយបើកឆាកបានគូសំខ្ញុំបាទសូមអោនលំកាយសំពះជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ជាទីគោរពនិងជាជ្រាលជ្រៅបំផុតអំពីរូបខ្ញុំបាទហើយខ្ញុំបាទក៏សូមគោរពនិងជម្រាបសួរដល់បងប្អូន
សម្របសម្រួលកម្មវិធីនិងជាពិសេសជាងនេះទៅទៀតគឺលោកគណៈកម្មការដែលផ្ដល់បន្ទុកដល់សុក្រិតយុតិធធឲ្យខ្ញុំបាទហើយជាពិសេសជាងគេមែនតើនោះគឺសូមគោរពបងប្អូនអ្នកស្ដាប់ម្ដងទៀតព្រោះបងប្អូនក៏ជាគណៈមេប្រយោគសំខាន់ដែលឲ្យបន្ទុកដល់ខ្ញុំដែរហេតុនេះសូមអស់លោកអ្នកនាងកញ្ញាប្រណីនឹងទទួលជ្រាបស្រឿនផ្អាកដកដង្ហើមសិនរីឯអ្នកស្ដាប់ទាំងអស់គិតតែក្នុងចិត្តគ្រប់គ្នាថាម្នាក់នេះចេញមកស្ទីលតាប៉ែដូចលោកចောက်អញ្ចឹងហើយនិយាយស្ដីពុតរលួយសុំបន្ទុកគេតែម្ដងតែចាំមើលបើនិយាយរឿងស្ដាប់ទៅមិនខ្លាចចាំតែឲ្យបន្ទុកតើស្រឿនចាប់ផ្ដើមបន្តទៀតថាស្ថិតក្នុងបរិយាកាសដ៏មនោរម្យនេះផងដែរគេស្ងៀមបន្តិចទើបនិយាយបន្តទៀតស្ថិតក្នុងបរិយាកាសដ៏ព្រឺព្រួចនេះផងដែរខ្ញុំបាទស្រឿនសូមលើកយករឿងមួយមានចំណងជើងថាកូនខ្មោចនាងណាតដើម្បីនិយាយឲ្យមាមីងបងប្អូនរីករាយអូសំទោសដើម្បីឲ្យខ្លាចព្រឺសម្បុរគីងគក់សូមអញ្ជើញស្ដាប់ដូចតទៅបានសូមអរគុណពុកម៉ែបងប្អូនខ្ញុំសូមតទៅអេពីសូតក្រោយមួយទៀតព្រោះវីដេអូនេះឡើង16នាទីជាងហើយសូមអរគុណ